ជំរាបសួរនាងខ្ញុំឈ្មោះរស់ពិសីជានាយិកាសាលាបឋមសិក្សាត្រពាំងត្រំចានាងខ្ញុំមានបទពិសោធន៍ជាគ្រូបង្រៀនរយៈពេល32ឆ្នាំហើយចាកាលពីគម្រោងអត់ទាន់ចូលមកនាងខ្ញុំមានបញ្ហាប្រឈមខ្លះទៅលើការគ្រប់គ្រងចាបញ្ហាប្រឈមទី1គណៈកម្មការគ្រប់គ្រងសាលាពួកគាត់អត់ស្គាល់ពីតួនាទីនៃការជួយអភិវឌ្ឍសាលារៀនទី2អាណាព្យាបាលសិស្សអត់ទាន់យល់ពីសារៈសំខាន់នៃការសិក្សារបស់កូនទី3លោកគ្រូអ្នកគ្រូក្នុងអង្គភាពនាងខ្ញុំអត់ទាន់បានមានរចនាសម្ព័ន្ធមួយណាជាក់លាក់ដើម្បីប្រគល់ភារកិច្ចជូនគាត់ចាបញ្ហាប្រឈមទាំងនោះគឺនាងខ្ញុំបានប្រជុំជាមួយពួកគាត់ហើយបានរៀបចំឲ្យគាត់ស្គាល់ពីតួនាទីភារកិច្ចប៉ុន្តែទោះបីជាយ៉ាងនេះក៏ដោយពួកគាត់អត់សូវបានចូលរួមដែរដោយសារយើងអត់មានវិធីសាស្ត្រណាមួយដើម្បីប្រជុំហើយនឹងផ្ដល់វគ្គបណ្ដុះបណ្ដាលជូនគាត់ចានៅពេលនោះយើងអត់ទាន់មានគោលដៅជាក់លាក់បើរឿងចក្ខុវិស័យយើងមានតែទៅលើឯកសារនិយាយទៅជាការងាររដ្ឋបាលមានប៉ុន្តែដល់ពេលយើងអនុវត្តយើងធ្វើអត់បានក្នុងការគ្រប់គ្រងរបស់យើងហើយមួយទៀតគ្រូអ្នកគ្រូការចូលរួមរបស់គាត់យល់ពីតួនាទីភារកិច្ចក្នុងការគ្រប់គ្រងរបស់ខ្ញុំនៅមានកម្រិតដល់ឡើយចាធ្វើឲ្យពួកគាត់អត់សូវចូលរួមហើយមួយទៀតពេលដែលយើងគ្រប់គ្រងលោកគ្រូអ្នកគ្រូអត់បានល្អការផ្ដល់ចំណេះដឹងរបស់សិស្សក៏នៅមានកម្រិតដែរចាសិស្សអត់សូវទទួលបានចំណេះដឹងពេញលេញចំណែកថវិកាសាលាគឺយើងឲ្យលោកគ្រូអ្នកគ្រូជាអ្នកកាន់មែនប៉ុន្តែដល់ថាយើងធ្វើការងារអ្វីយើងអត់មានផែនការច្បាស់លាស់អត់មានផែនការជាក់លាក់យើងធ្វើហើយចេះតែអត់ស្អាតយើងកែអត់ស្អាតយើងកែហើយចំណែកសម្ភារៈរៀននិងបង្រៀនយើងទិញរាល់ឆ្នាំដូច្នេះទើបតែមានការចូលរួមពីលោកគ្រូអ្នកគ្រូបានកាត់ជួយសំចៃក្នុងការដែលគម្រោងទិនចូលការចូលរួមពីសហគមន៍នៅមានកម្រិតដែរដោយសារសហគមន៍ក៏អត់ទាន់យល់ពីតួនាទីនិងភារកិច្ចរបស់គាត់បានច្បាស់លាស់គាត់អត់មានទំនួលខុសត្រូវទៅលើការចូលរួមទេការគៀងគោថវិកាក៏អត់ដែលបានធ្វើបន់ការប្រាក់អត់ដែលបានរៃអង្គាសអីពីអាណាព្យាបាលទេចាហើយមួយវិញទៀតគណៈកម្មការអត់សូវបានមកជួយដំណោះស្រាយជំរាបគាត់ហើយមានតែហៅគាត់មកម្ដងអញ្ចឹងហើយគាត់អត់សូវមានភាពជឿជាក់លើខ្លួនគាត់ប៉ុន្មានទេចាដែលសហគមន៍អត់សូវចូលរួមដោយសារតាគាត់មើលឃើញថាសាលាអត់មានភាពប្រែប្រួលចង់និយាយថាសាលាអត់មានភាពស្រស់ស្អាតចាប្រហែលជាអត់ចូលរួមនឹងចំណុចនេះឯងថាសាលាមានថវិកាដែរហេតុអីមិនធ្វើទៅគាត់ឲ្យគិតថាថវិការបស់សាលានេះគឺសម្រាប់យកមកផ្ដល់ការបង្រៀននិងរៀនដល់លោកគ្រូនិងសិស្សទេចាមានការចូលរួមពីដៃគូជាពិសេសគឺអង្គការខេបចាហើយគាត់ចេះតែជួយប្រឹងគាត់មានគំនិតមួយថាគេនៅស្រុកឆ្ងាយផងគេមកជួយសាលាយើងចុះគាត់នៅទីនេះហេតុអីបានគាត់មិនជួយគេមិនមែនកូនគេផងគេមកជួយយើងចុះយើងកូនយើងហេតុអីយើងមិនប្រឹងនឹងគ្នាជួយនេះកាលថ្ងៃប្រជុំគាត់លើកឡើងចំណុចនេះដែលខ្ញុំគិតឃើញថាការផ្លាស់ប្ដូររបស់សហគមន៍ខ្ញុំខ្លាំងត្រង់នេះចាតាមរយៈគម្រោងធ្វើអន្តរាគមន៍នេះមកលើសាលាបឋមសិក្សាពាងត្រំមានចំណុចសំខាន់3ដែលគួរឲ្យកត់សម្គាល់គម្រោងធំទី1គឺការជួសជុលខ្នាតធំទៅលើហេដ្ឋារចនាសម្ព័ន្ធថ្នាក់រៀនបន្ទប់រៀនបណ្ណាល័យតាំងពីយើងអត់ទាន់មានការ៉ូឃើញការ៉ូភ្លឺថ្លាស្អាតមានពិដានធ្វើឲ្យសិស្សអង្គុយរៀនត្រជាក់ស្រួលអត់ក្តៅដូចមុនហើយជាពិសេសទាំងនេះទៅទៀតគឺការជួសជុលលាបថ្នាំមើលទៅមានភាពស្រស់ស្អាតដូចអគារថ្មីមួយទៀតគឺការជួយគ្រប់គ្រងទៅលើវិធីសាស្ត្រនៃការបង្រៀនទាំងគ្រូក្របខ័ណ្ឌនិងគ្រូកិច្ចសន្យាចំណុចដែលសំខាន់មួយទៀតគឺវិធីសាស្ត្រក្នុងការគ្រប់គ្រងអង្គភាពទាំងមូលឧទាហរណ៍ដូចជាការគូសផែនទីក្នុងផ្ទះបង្រៀនពីតួនាទីនិងភារកិច្ចដល់គណៈកម្មការគ្រប់គ្រងសាលារៀនសម្រាប់គម្រោងជួយមកលើការដឹកនាំគ្រប់គ្រងគឺធ្វើឲ្យនាងខ្ញុំចេះធ្វើផែនការគឺមានផែនការ5ឆ្នាំមានផែនការ3ឆ្នាំរង្កិលមានផែនការ1ឆ្នាំនិងផែនការ1សប្តាហ៍សូមនិយាយត្រឹមផែនការ1ឆ្នាំគឺមានផែនការអភិវឌ្ឍសាលារៀនទៅលើការចាយវាយថវិកាប្រកបដោយតម្លាភាពចាហើយមួយទៀតត្រូវមានផែនការមួយជាក់លាក់ដើម្បីចុះអធិការកិច្ចថ្នាក់រៀនចុះជួយគ្រូដើម្បីឲ្យគ្រូមានវិធីសាស្ត្របង្រៀនជាក់លាក់ស្របតាមវិធីសាស្ត្ររបស់ក្រសួងអប់រំតែប៉ុណ្ណោះគឺយើងមានលិខិតបង្គាប់ការដែលហៅថាលិខិតប្រគល់ភារកិច្ចជូនពួកគាត់តាមផ្នែកនីមួយៗដើម្បីឲ្យលោកគ្រូអ្នកគ្រូមានភាពជាអ្នកដឹកនាំ
ចំពោះវត្តមានគម្រោងកុមារកម្ពុជារីករាយនៅក្នុងសាលារៀនខ្ញុំទទួលបានចំណេះដឹងនិងបទពិសោធន៍ពីគម្រោងមានដូចជាវិធីសាស្ត្របង្រៀននិងរៀនការជួយសិស្សរៀនយឺតការតុបតែងថ្នាក់រៀនការផលិតនិងការប្រើប្រាស់សម្ភារៈឧបទេសផ្នែកភាសាខ្មែរនិងគណិតវិទ្យាការងារគម្រោងអាជីពជាគ្រូបង្រៀនជាពិសេសទៅទៀតទទួលបានការទស្សនកិច្ចអំពីសាលាល្អគ្រូល្អដើម្បីយកមកអភិវឌ្ឍខ្លួនឯងនិងសាលារៀនមុនពេលដែលគម្រោងកុមារកម្ពុជារីករាយចូលមកសម្រាប់គណៈកម្មការសាលាមានផលពិបាកច្រើនតាំងពីការរៀបចំឬក៏ឲ្យតែយើងចង់ធ្វើគម្រោងអ្វីមួយយើងត្រូវទាមទារថវិកាដើម្បីមកជួយរាល់សកម្មភាពដែលយើងធ្វើប៉ុន្តែនៅពេលនោះយើងពិបាកព្រោះរាល់ការគៀងគររកគម្រោងមួយគឺមិនងាយទេជាក់ស្ដែងតើរឿងនឹងសុំគាត់រកដៃគូមកដើម្បីប្រាប់គាត់ពីផលវិបាកឬក៏កន្លែងដែលយើងត្រូវធ្វើឧទាហរណ៍ថាក្រៅកាឡាមួយចុះគម្រោងអស់ប៉ុណ្ណេះហើយយើងស្នើសុំទៅអង្គការដៃគូពីមួយទៅមួយត្រឹមនឹងយើងបានថាគម្រោងនេះគិតមកជួយគម្រោងនោះគិតមកជួយយើងបាក់ត្រង់ថាសាលាមានការខ្វះខាតច្រើនគ្រប់កន្លែងមិនថាក្នុងបរិវេណមិនថាក្នុងបន្ទប់គឺអត់ទាន់បានស្អាតនិយាយរួមទៅរាល់សកម្មភាពទាំងអស់គឺសុទ្ធតែត្រូវរកលុយដើម្បីមកជួយគ្រប់គ្រងរាល់សកម្មភាពទាំងនោះគឺសម្រាប់គណៈកម្មការគឺមានការលំបាកតាំងពីគម្រោងកុមារកម្ពុជារីករាយចូលមកឃើញថាសហគមន៍យើងមានការចូលរួមច្រើនហើយមានភាពជឿជាក់មកលើសាលាយើងកាន់តែច្រើនសិស្សក៏គិតមានការព្យាយាមតាំងពីការរៀនសូត្រគិតប្រឹងប្រែងពីព្រោះអីគិតមើលឃើញថាសាលាគិតស្អាតហើយមានការរៀបចំស្អាតធ្វើឲ្យទាក់ទាញឲ្យគិតរត់តែចង់មកសាលាដើម្បីរៀនហើយមានការប្រកួតប្រជែងគ្នាជាពិសេសគឺនៅសាលាមានតេស្តរៀងរាល់ខែធ្វើឲ្យពួកគាត់មានចិត្តចង់ថាគិតប្រឹងរៀនដើម្បីគិតប្រជែងគ្នាថាគិតចង់បានលេខ1គិតចង់បានអីអញ្ចេះទៅនិយាយរួមទៅគឺតាក់ទាញឲ្យគាត់ចង់មករៀនខ្ញុំសប្បាយចិត្តដែលកូនខ្ញុំមានសាលាស្អាតមានបរិស្ថានស្អាតហើយអ្នកគ្រូមានវិន័យល្អហើយមានបន្ទប់រៀនស្អាតទៀតពីមុនបរិស្ថានអត់ស្អាតទេអ្នកគ្រូបន្ទប់រៀនក៏ក្រិចដែរអត់ស្អាតទេនៅពេលនេះក្នុងថ្នាក់រៀនគឺមានតាំងពីភ្លើងមានចង្ហាល់ហើយបន្ទប់ទឹកក៏មានអនាម័យទៀតស្អាតហើយស្លាប់ភ្នែកទៀតមើលទៅស្អាតមែនទេចា៎មានអារម្មណ៍ថាសប្បាយដែលមានសាលាស្អាតមានមើលទៅសកម្មភាពសិស្សចូលរៀនល្អហើយស្រស់ស្រាយដល់ពេលកូនមករៀនទីធ្លាស្អាតទៅកូនសប្បាយចិត្តនឹងចង់មករៀនខ្ញុំអត់គិតដល់ទេថាយើងគ្រប់គ្រងតែម្នាក់ឯងគ្រប់គ្រាន់ហើយដល់ពេលគម្រោងចូលខ្ញុំមានអារម្មណ៍មួយថាมันអាចគ្រប់គ្រងម្នាក់ឯងបានទេសាលាមួយដែលមានភាពល្អប្រសើរលុះត្រាតែមានអ្នកពាក្យពេចន៍ចូលរួមជាពិសេសគឺលោកគ្រូអ្នកគ្រូនិងសហគមន៍របស់យើងគិតឃើញបែបនេះឯងដែលនាងខ្ញុំបង្កើតជារចនាសម្ព័ន្ធគ្រប់តាំងពីរចនាសម្ព័ន្ធគ្រប់គ្រងអង្គភាពរចនាសម្ព័ន្ធគ្រប់គ្រងផ្នែកអនាម័យរចនាសម្ព័ន្ធគ្រប់គ្រងពលកម្មរចនាសម្ព័ន្ធគ្រប់គ្រងកសិកម្មសួនបំណិនជីវិតរចនាសម្ព័ន្ធគ្រប់គ្រងក្រុមប្រឹក្សាកុមារជាពិសេសជាងនេះទៅទៀតគឺរចនាសម្ព័ន្ធគ្រប់គ្រងកុមារីដើម្បីកុំឲ្យកុមារីកើតភ្លើតភ្លើនយើងមានរចនាសម្ព័ន្ធគ្រប់ផ្នែកទៅយើងផ្ដល់តួនាទីភាពជាអ្នកដឹកនាំតាមផ្នែកនីមួយៗធ្វើឲ្យពួកគាត់ស្រឡាញ់តួនាទីធ្វើឲ្យពួកគាត់មានភាពជឿជាក់ហើយគាត់នឹងឆ្លុះបញ្ចាំងថាតើគាត់ធ្វើបានប៉ុណ្ណាយើងវាយតម្លៃនៅចុងខែនីមួយៗចាបន្ទាប់ពីរៀបចំបែងចែកគ្រប់រចនាសម្ព័ន្ធតាំងពីរចនាសម្ព័ន្ធគ្រប់គ្រងសុខភាពមកគឺឃើញថាមានភាពល្អប្រសើរជាងមុនហើយមួយទៀតការងារដែលយើងផ្ដល់តួនាទីឲ្យគេគឺយើងជាអ្នកគ្រប់គ្រងអត់សូវហត់មិនមែនថាអត់សូវហត់ហើយយើងអត់វាយតម្លៃត្រួតពិនិត្យទេវាយតម្លៃត្រួតពិនិត្យប៉ុន្តែយើងអត់ចំណាយកម្លាំងទៅធ្វើដោយខ្លួនយើងដោយកាលពីមុនហេតុអីបានខ្ញុំនិយាយបែបនេះដោយសារតាពីមុនដឹកនាំយើងគិតថាមានយើងរៀនហើយមានតែក្នុងឯកសារដល់អនុវត្តជាក់ស្ដែងទៅវាអត់បានល្អដូចអ្វីដែលការគិតរបស់យើងដល់ពេលយើងរៀបតាមរចនាសម្ព័ន្ធយើងយកយោបល់ពីលោកគ្រូអ្នកគ្រូមកវិញងាយស្រួលព្រោះអី
អ្វីដែលពួកគាត់ដាក់ជាគោលការណ៍គឺយើងផ្ដល់ជូនគាត់អ្នកណាចេះអ្វីរុញគាត់ឲ្យទៅធ្វើផ្នែកនោះហើយពួកគាត់គ្រប់គ្នាគឺគាត់ស្រឡាញ់ការងារដោយគាត់មានទឹកចិត្តធ្វើអ្វីកើតចេញពីក្តីស្រឡាញ់របស់គាត់ចាសាលាត្រពាំងត្រឹមគឺមានចក្ខុវិស័យតែថ្ងៃអនាគតគឺសាលាចង់ឃើញសិស្សនៅក្នុងសាលានេះមានចំណេះដឹងប្រកបដោយគុណភាពដែលសិស្សគ្រប់គ្នាមានជំនាញជាក់លាក់ចាហើយជាពិសេសទៀតគឺមានចំណេះដឹងផ្នែក Digital ហើយពួកគាត់នឹងអាចទៅរកការងារធ្វើបានមានប្រាក់ចំណូលខ្ពស់សម្រាប់ជួយខ្លួនឯងគ្រួសារនិងសង្គមជាតិព្រោះពួកគាត់ជាទំពាំងស្នងឫស្សីចាហើយលោកគ្រូអ្នកគ្រូក្នុងសាលាគឺមានគុណវុឌ្ឍិខ្ពស់ជាងមុនចាបច្ចុប្បន្នតាំងពីគម្រោងចូលមកលោកគ្រូអ្នកគ្រូគឺមានកុំព្យូទ័រប្រើគ្រប់ដៃគម្រោងកុមារកម្ពុជារីករាយពិតជាមានសារៈប្រយោជន៍សំខាន់សម្រាប់លោកគ្រូអ្នកគ្រូនិងសិក្សានុសិស្សខ្លាំងបំផុតគម្រោងនេះចូលមកធ្វើឲ្យសាលាចូលស្តង់ដារគំរូចាទី1ទី2គឺធ្វើឲ្យសិស្សានុសិស្សនៅក្នុងសាលាត្រពាំងត្រឹមនេះចេះអានចេះសរសេរបានច្រើនជាងមុនទី3ធ្វើឲ្យសហគមន៍ចូលរួមនេះគឺជាការចង់ឃើញចាជាចុងក្រោយនេះយើងខ្ញុំសូមផ្ដល់ជាមតិដល់សាលាដែលអត់ទាន់បានមានបរិស្ថានស្អាតមិនមែនថាសាលានាងខ្ញុំស្អាតល្អដាច់គេនោះទេចង់មានន័យថាការដើមឡើងការទីធ្លាសាលាអត់ទាន់ស្អាតការចូលរួមបង្រៀនអត់សូវយកចិត្តទុកដាក់របស់គ្រូគឺសិស្សអត់មានចំណេះដឹងទេហើយអាណាព្យាបាលសិស្សក៏អត់មានភាពជឿជាក់ដែរយើងពិបាកក្នុងការគ្រប់គ្រងទាំងគ្រូទាំងសិស្សទាំងសហគមន៍ដែលគាត់ចូលរួមក៏អត់មានភាពជឿជាក់ព្រោះយើងអត់មានតម្លាភាពដូច្នេះបើសិនណាចង់ឲ្យមានការចូលរួមពីអ្នកពាក់ព័ន្ធជាពិសេសអង្គការដៃគូសូមឲ្យសាលាផ្សេងទៀតចាធ្វើយ៉ាងណាធ្វើការងារត្រូវមានគោលដៅជាក់លាក់ត្រូវមានផែនការជាក់លាក់ហើយនឹងមានតម្លាភាពទៅលើថវិកាសាលារៀនថវិការបស់សប្បុរសជននិងថវិការបស់ដៃគូចាហើយយើងធ្វើដោយក្តីស្រឡាញ់ដោយភាពជឿជាក់ទើបការងាររបស់ក្នុងអង្គភាពយើងទទួលបានលទ្ធផលល្អប្រសើរចាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកតាហាត់មុតនិងសហការីមូលនិធិគឹមច័ន្ទព្រមទាំងបុគ្គលិកអង្គការកុមារកម្ពុជារីករាយព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់រដ្ឋបាលស្រុកនិងការិយាល័យអប់រំស្រុកសប្បុរសជននានាដែលបានជួយដល់សាលាបឋមសិក្សាត្រពាំងត្រឹមដែលមានភាពអភិវឌ្ឍប្រសើរឡើងចាសូមជូនពរលោកឲ្យមានសុខភាពល្អនិងជោគជ័យគ្រប់ការងារភារកិច្ចកំបីឃ្លៀងឃ្លាតឡើយចាសូមអរគុណ